យើងគេប្រើជំរាបជូនពាក្យថាសូមគោរពជូនសូមជំរាបជូនសូមជំរាបមកឬគោរពជូនយើងប្រើបានករណីពីតូចទៅធំប៉ុន្តែពាក្យហ្នឹងយើងប្រើបានដូចគ្នាប៉ុន្តែវាមានទម្ងន់ខុសគ្នាហើយពាក្យដែលគេនិយមប្រើជាងគេគឺសូមគោរពជូនដែលខ្ញុំ highlight ពណ៌ក្រហមនេះយើងដឹងថាពាក្យហ្នឹងវាប្រើបានដូចគ្នាសូមគោរពជូនសូមជំរាបជូនសូមជំរាបក៏ប៉ុន្តែពាក្យដែលគេទទួលស្គាល់ទូទៅថាយើងប្រើនៅកន្លែងណាក៏អត់ខុសដែរអត់ភ័យខ្លាចខុសទេសម្រាប់ករណីពីតូចទៅធំគឺពាក្យសូមគោរពជូនថ្នាក់ស្មើគ្នាគេប្រើគោរពជូនក៏បានសូមជំរាបជូនក៏បានជំរាបជូនក៏បានហើយពាក្យដែលគេប្រើញឹកញាប់ភាគច្រើនគេប្រើគោរពជូននិងសូមជំរាបជូនយើងដឹងថាពាក្យពីរហ្នឹងន័យដូចគ្នាយើងដឹងប៉ុន្តែមិនប្រកាសថាអ្នកទទួលដឹងទេជួនកាលគាត់ប្រកាន់គាត់ធ្លាប់ឃើញតែគោរពជូនដល់ពេលលើកនេះស្រាប់តែផ្ញើទៅសូមជំរាបជូនគាត់ថារដ្ឋមន្ត្រីដូចគ្នាដូចត្រង់មើលងាយរដ្ឋមន្ត្រីគេហ្មងតាមពិតពាក្យពីរហ្នឹងស្មើគ្នាយើងដឹងថាប្រើបានតែគេអត់ដឹងថាប្រើបានទេអញ្ចឹងជៀសវាងនៅបញ្ហាណាមួយយើងប្រើពាក្យដែលគេទទួលស្គាល់ទូទៅគ្រប់ស្ថាប័នសម្រាប់ថ្នាក់ស្មើគ្នាគឺគោរពជូនសូមក្រាបបង្គំទូលថ្វាយប្រើចំពោះព្រះមហាក្សត្រឬសម្ដេចសង្ឃសូមថ្វាយបង្គំឬសូមក្រាបបង្គំទូលប្រគេនសម្រាប់ព្រះសង្ឃទូទៅល្បះស្នើសុំនេះក៏ប្រែប្រួលទៅតាមឋានៈអ្នកផ្ញើអ្នកទទួលដែរបើអ្នកទទួលតូចជាងយើងប្រើពាក្យថាអាស្រ័យដោយបានជម្រាបជូនខាងលើសូមអាដាមរដ្ឋមន្ត្រីសូមលោកប្រធានមន្ត្រីចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពហើយបើស្មើគ្នាសូមអាដាមរដ្ឋមន្ត្រីពិនិត្យនិងសម្រេចតាមការគួរតែបានអ្នកទទួលធំជាងអាស្រ័យដោយបានគោរពជម្រាបជូនខាងលើសូមអាដាមរដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដោយក្តីអនុគ្រោះមិនចាំបាច់ទៅដល់ខ្ពស់ផងហើយដោយក្តីអនុគ្រោះផងទេណាពាក្យពីរហ្នឹងប្រើមួយណាក៏បានប្រើតែមួយបានហើយរបស់ស្នើសុំក៏ដូចគ្នាដែរត្រូវប្រែប្រួលទៅតាមឋានៈអ្នកផ្ញើអ្នកទទួលខ្ញុំមិនចាំបាច់ជម្រាបម្ដងទៀតទេព្រោះបានជម្រាបខាងដើមរួចហើយអញ្ចឹងនេះគឺជារូបមន្តទូទៅតែខ្ញុំហៅថាគោលការណ៍ទូទៅមួយសម្រាប់ការតាក់តែងលិខិតរដ្ឋបាលហើយមានគោលការណ៍មួយចំនួនគឺគេអនុវត្តដូចគ្នាគ្រប់ក្រសួងស្ថាប័ននឹងមានចំណុចដោយឡែកមួយចំនួនទៀតដែលគេអនុវត្តសម្រាប់តែក្រសួងស្ថាប័នរបស់គេប៉ុណ្ណោះអញ្ចឹងសម្រាប់លោកស្រីពេលធ្វើលិខិតកន្លែងណាដែលគោលការណ៍ទូទៅគេអនុវត្តដូចគ្នាអានឹងគួរតែយើងអនុវត្តដែរប៉ុន្តែចំណុចដែលគេជា specialty សម្រាប់ទទួលគេនោះពិចារណាសិនតើគួរធ្វើដូចគេឬមិនគួរធ្វើដូចគេហើយការធ្វើអ្វីមួយខ្ញុំចង់បញ្ជាក់ថាត្រូវមានហេតុផលច្បាស់លាស់អាចពន្យល់បានណាមិនមែនធ្វើតាមទម្លាប់ខ្ញុំធ្វើអញ្ចឹងព្រោះខ្ញុំឃើញក្រសួងធ្វើអញ្ចឹងទាំងខ្ញុំអត់ដឹងថាតើក្រសួងហេតុអីបានគេធ្វើអញ្ចឹងអត់យកមូលដ្ឋានពីគេដោយការចម្លងគេទេត្រូវមានមូលហេតុបញ្យល់ខ្លួនបញ្យល់បានតែហេតុអីបានយើងប្រើហ្នឹងហេតុអីបានយើងប្រើ